សួស្តីបងប្អូនទាំងអស់គ្នាបាទនៅក្នុងវីដេអូមួយនេះខ្ញុំចង់ចែករំលែកបាទលំហាត់សិស្សបកែថ្នាក់ទី9បាទបងប្អូនណាដែលមានបំណងចង់ក្លាយជាសិស្សបកែណាមិនថាបងប្អូនថ្នាក់ទី7ទី8ទី9ណាលំហាត់មួយនេះគឺសម្រាប់បងប្អូនដែលមានបំណងចង់ចេះគណិតវិទ្យាចង់ក្លាយជាសិស្សបកែគណិតវិទ្យាអញ្ចឹងសម្រាប់លំហាត់មួយនេះផងដែរខ្ញុំបានលើកយកនៅលំហាត់សិស្សពូកែថ្នាក់ទី9ដែលបានប្រឡងចេញរួចណាសម្រាប់លំហាត់ B នេះគឺសិស្សពូកែខេត្តកំពង់ចាមឆ្នាំ2014អញ្ចឹងដោយសារតែបាទលំហាត់នេះវាមានលក្ខណៈស្មុគស្មាញបន្តិចទោះបីជាប្អូនទឹមតែចាប់ដើមរៀនសិស្សពូកែក៏ដោយបាទឬក៏បងអូនបានរៀនលំហាត់សិស្សបកែហើយក៏ដោយអញ្ចឹងមើលទៅវាហាក់បីដូចជាលេខធំណាវាពិបាកក្នុងការគណនាអញ្ចឹងខ្ញុំមានកន្លឹះ2ដើម្បីបង្ហាញបងប្អូននៅក្នុងលំហាត់មួយនេះណាសម្រាប់លំហាត់ A នេះខ្ញុំធ្វើជាលំហាត់គំរូជាដំបូងមុននឹងធ្វើការកែលំហាត់ធំនេះបើសិនណាជាខ្ញុំចាប់ដើមកែលំហាត់ B តែម្ដងបងប្អូនមានអារម្មណ៍ថាដូចពិបាកមានអារម្មណ៍ថាវាធំប៉ុន្តែអាធំហ្នឹងគឺបានមកពីអាតូចមិនអញ្ចឹងយើងបានមកពីអាតូចទេអញ្ចឹងយើងយល់អាតូចហើយបានយើងអាចបាទយល់អាធំបានហើយវាមានលំនាំដូចគ្នាណាអញ្ចឹងមុននឹងបងប្អូនមើលបងប្អូនជួយចុច share បាទដើម្បីឲ្យមិត្តភ័ក្តិយើងបានមើលណាដើម្បីឲ្យបាទសិស្សសានុសិស្សនៅក្នុងស្រុកយើងហ្នឹងបានរៀននៅគណិតវិទ្យាបានចេះនៅគណិតវិទ្យាទាំងអស់គ្នាណានឹងជាទឹកចិត្តដើម្បីចែករំលែកខ្ញុំចែករំលែកទៅបងប្អូនចែករំលែកទៅមិត្តភ័ក្តិបាទមិត្តភ័ក្តិចែករំលែកទៅអ្នកដទៃទៀតណាអញ្ចឹងយើងមើលលំហាត់ A នេះគឺស្មើនឹងឫសទី2នៃ66លើកជាការ៉េដក44លើកជាការ៉េដក22លើកជាការ៉េណាអញ្ចឹងខ្ញុំចាប់ដើមកែមាន2របៀបអញ្ចឹងខ្ញុំកែរបៀបទី1សិនមកឥឡូវយើងមើលបាទយើងដាក់ចម្លើយមកបាទ A ខ្ញុំសរសេរប្រធានសារថ្មីបាទយើងមើលលំហាត់នេះវាតកតងទៅនឹងបាទនេះ66លើកជាការ៉េដកនឹង44លើកជាការ៉េអញ្ចឹងបងអូនអាចសម័យប្រហែលជាចូលបាទប្រភេទរូបមន្តនេះណាវាឃើញការ៉េដូចគ្នានេះអញ្ចឹងវាប្រកាសជាចូលរូបមន្តហ្នឹងអញ្ចឹងបើរូបមន្តហ្នឹងស្មើអីស្មើនឹង A ដក B បាទហើយនឹង A បូក B ណែអញ្ចឹងយើងយករូបមន្ត A ការ៉េដក B ការ៉េហ្នឹងយកមកអនុវត្តជាមួយលំហាត់មួយនេះណាលំហាត់មួយនេះឃើញទេនេះតួនេះគឺដើរតួជា A ការ៉េហើយតួនេះដើរតួជា B ការ៉េហើយនេះយើងទុកសិនយើងកណនាមកតង់សិនណាអញ្ចឹងយើងមើលអានេះខ្ញុំអាចសេបានថា66ដកបាទ44ហ្នឹងមកតង់បាទមួយទៀតគឺមកកតាទៀត66បូកឲ្យ44ណាដកឲ្យ22ការ៉េបាទឥឡូវយើងចាប់ដើមនេះស៊ីសងនេះមកវាមិនសល់22ណាបាទអាកន្លែងនេះគឺកតាហ្នឹងមានថាតកុនណាយើងមើល66បូកឲ្យ44បាន110ណាដកឲ្យ22បាទដូចជាការ៉េអូខេឥឡូវយើងមើលអានេះខ្ញុំអាចបំបែកបានថាបាទ22កូនហ្នឹងយើងអាចសេបានថា22កូនហ្នឹង5អូនមើល22កូន5បាន110វិញណាហេតុអីបានខ្ញុំសរសេរត្រង់ហ្នឹងទៅជា22កូននឹង5ដោយសារតែខ្ញុំចង់បាន22នេះឲ្យគុណនឹង22ទៅបានទៅជា22ការ៉េកន្លែងហ្នឹងណាបានទៅជា22ការ៉េអញ្ចឹងអានេះវាមាន22ការ៉េដែរនេះអីហ៎វាមាន22ការ៉េដែរអញ្ចឹងកាលណាអានេះមាន22ការ៉េហ
នេះមាន22ការ៉េដូចគ្នាយើងអាចចាប់វាជាកតាចាប់22បាទលើកជាការ៉េនឹងជាកតាមកយើងបានទៅជា5ដក1បាទយើងមើលតទៀតអញ្ចឹងយើងកែខាងលើមកនេះបងប្អូនបានអាតួដំបូងហ្នឹងគឺទៅជា22ការ៉េគុណនឹង5ណាហើយអាក្រោយនេះយើងនៅដដែលស្មើហ្នឹងណាឥឡូវយើងមើលមាន22លើកជាការ៉េហើយនេះក៏មាន22លើកជាការ៉េដូចគ្នាណាអញ្ចឹងយើងចាប់22លើកជាការ៉េទៅបាទយើងចាប់វាជាកតាណាអញ្ចឹងអានេះនៅសល់5ឃើញទេអានេះចាប់ចេញទៅនៅសល់1ហ្នឹងហើយខ្ញុំចង់បញ្ជាក់ថាពេលខ្លះបងប្អូនមានអារម្មណ៍ថាហេតុអីបានជាចាប់ទៅអានេះសល់1បើចាប់22បាទការ៉េចេញហើយហេតុអីបាននៅសល់1បងប្អូនពេលខ្លះមានអារម្មណ៍ថាអត់សូវយល់កន្លែងចាប់ជាផលគុណកតាហ្នឹងណាអញ្ចឹងខ្ញុំបញ្ជាក់ថានេះនៅពេលណាដែលយើងចាប់វាជាផលគុណកតាអញ្ចឹងហើយយើងត្រូវគុណចូលទៅវិញឲ្យបានដូចដើមណាយើងមើលនេះយើងគុណ22លើកជាការ៉េនេះគុណនឹង5ទៅបានអានេះវិញហ៎ណាហើយអានេះទៅគុណជាមួយនឹង1ទៅបាននេះវិញអញ្ចឹងមានន័យថាយើងចាប់ជាផលគុណកតាទៅយើងគុណពលាតវិញឲ្យបានដូចដើមណាអញ្ចឹងយើងបាទអានេះខ្ញុំអាចសេបាន22លើកជាការ៉េដដែលបាទ5ដកឲ្យ1មិនស្មើ4ណាស្មើនឹង22លើកជាការ៉េយើងមើល4យើងអាចសេបាន52ការ៉េទេបាទបានណាកាលណាសរសេរទៅជា2ការ៉េដើម្បីឲ្យយើងចេញពីរ៉ាឌីកាល់ហ្នឹងបានណាចេញពីរ៉ាឌីកាល់បងប្អូនមើលវាមានបាទការ៉េអានេះក៏ការ៉េអញ្ចឹងឬទី2ដូចគ្នាណាអញ្ចឹងយើងអាចសម្រួលវាទៅបានទៅជា22បាទចេញមកគុណនឹង2ចម្លើយវាហ្មង22គុណនឹង2 44ណាអញ្ចឹងមើលបងប្អូនបានតាមដានហើយបានយល់ឬក៏មិនយល់ត្រង់ណាយើងអាចជួយ comment មកដើម្បីឲ្យបាទថ្ងៃក្រោយទៅខ្ញុំបាទអាចបង្ហាញបន្ថែមទៀតកន្លែងចំណុចហ្នឹងណាឥឡូវយើងចូលទៅដល់បាទវិធីសាស្ត្រទី2អញ្ចឹងវិធីសាស្ត្រទី2វាមានលក្ខណៈងាយស្រួលជាងអាវិធីសាស្ត្រទី1ទៀតអាទី1នេះវាមានលក្ខណៈវែងជាងបាទទី2អញ្ចឹងយើងមើលនេះដូចនេះយើងដាក់ទៅដូចនេះបាទអារបស់យើងគឺស្មើនឹង44ឥឡូវយើងមើលវិធីសាស្ត្រទី2វិធីសាស្ត្រទី2អញ្ចឹងខ្ញុំសរសេរប្រធានដដែលបាទណាប្រធាននឹងដដែលអញ្ចឹងយើងត្រូវតាំងវាយើងតាំងអញ្ញត្តិ x ទៅស្មើនឹង22មកអញ្ចឹងវាលេខកាន់តែតូចណាអញ្ចឹងយើងតាំង x នេះស្មើនឹង22ណាតាំងវាស្មើ22យើងជួស x ទៅក្នុងនេះមកហើយនឹង44នេះយើងអាចសេបានប៉ុន្មានមើលយើងមើលនេះយើងអាចសេបានថាបាទ44នេះគឺអាចសេបានថា22នេះវាគុណជាមួយនឹង2ណាអញ្ចឹងហ៎បាទហើយ66នេះបាទ66នេះយើងអាចសេបានថា22គុណនឹង3អញ្ចឹងយើងចាប់ដើមចំនួនមកបាទឥឡូវយើងមកលុបខាងនេះសិនបាទបងប្អូនបានមើលហើយបងប្អូនអាចកត់វាទុកទៅបាទហើយរៀនធ្វើថែមទៅថ្ងៃក្រោយទៅអាចនឹងថាប្រឡងទៅចេញម្ដងទៀតណាអូខេឥឡូវយើងមើលអញ្ចឹង a យើងទៅជាណាបាទអញ្ចឹងយើងមើលកន្លែងនេះបាទវាស្មើនឹងនេះគេមិនអាចសេបានថា66មិនខ្ញុំអាចសេ x គុណនឹង3ណានេះ66នេះមិនអាចសេបានថា22គុណ3ហើយ22ស្មើនឹង x អញ្ចឹងយើងអាចសរសេរថា x គុណនឹង3ហើយចុះអានេះយើងអាចសរសេរបានថា x គុណនឹង2ឃើញទេកន្លែងហ្នឹងបាទ44នេះស្មើនឹង22គុណនឹង2បាទ22ស្មើនឹង x ណាហើយគុណនឹង2អញ្ចឹងយើងចំនួនមកអូនមើល
bà học sắp mùi lợi chứ cái nè nhóm ai xây ban hai mán x con nắng 7 x con 7 mình tôi chỉ 7 x nè bây giờ mình lợi chia cái bộ cái nó đâu đáy này sai buồn nhưng mà ai xây ban thá 3 pi x lợi chia cái đo ỏi mà pay pi cái mà pay pi mà là x nè chẳng dương chỉ lua biết đợi x cái nè này ôn toàn lại nắng này bờ toàn thế ôn tàu tập lọp mà mơ anh đi ở chỗ ba nè niệm mà mơ ca tang đi ở chỗ ba sân tơ ôn mà toàn lại đi nè dân mơ lẹ cái nạ tang nữa ở chỗ ba bờ ở chỗ ba cái lại tang năng thế dân ai năng ăn chôn lại đi nè ai lấy dân chập đam tụm lẹ cái mà chẳng dân mơ rụp một môn nè lẹ cái nó mà tha a con nặng b tầng o nó này lần chia cái chẳng tới cứ á tôi chia cái hay nặng b ní tôi chia cái nè chẳng dân chập đam lẹ cái mà lơ đi máu lơ bấy mình tôi chia bay cái hay là lơ x mình tôi chia cái nè đo oi pi lẹ cái máu mình tôi chia pi cái x nè lẹ cái mà lơ với máu bạn tôi chia 3 x cái đo oi x cái thế bọn khơi lên vì tô vậy nghe luôn thằng ca sở xây hay thằng ca kẹn liền á lấy giờ mờ anh isma nắngผม4 x cái nè đo ói và nè 4 x cái nè đo ói x cái thế x cái được nè dân dân ai si son nè ba này phổ bia ba miền là nhát x cái được nè chẳng dân si son màผม4 x cái ba đo ói 4 x cái mà nắng 5 x cái 5 x cái đo ói x cái mà nắng 4 và x cái nhé mà nắng anh đi vì tranh mà bán tôi chia pi anh ấy 4 này tranh mà ăn pi con chỉ muốn nắng x chẳng anh đi vì bà lên chia cái tranh mà bán x nè ở đó giờ mơ pi con chỉ muốn x miền này theo x nhé smart năng mà pay pi nè chẳng vì smart năng sai sắp buồn và chẳng chậm lại dương rồi biệp ti pi ní có đôi tờ năng rồi biệp ti môi được nè nè hay rồi biệp ti pi dương cứ vì xua chiêng rồi biệp ti mùi vì pro tha dương tàng tới vì lấy căn được tốt ca kẹn địa dương cứ rất là can ta lươn nè